ទីមួយតើការរក្សាសិល5ជាអ្វីនឹងរក្សាសិល5គឺរក្សានៅមេយាទល្អ5យ៉ាងចរិតល្អ5យ៉ាងចរិយាល្អ5យ៉ាងមានការមិនសម្លាប់ជីវិតមិនលួចទ្រព្យសម្បត្តិមិនប្រព្រឹត្តខុសក្នុងកាមក្នុងកូនប្រពន្ធអ្នកដទៃហើយមិនកុហកបោកប្រាស់ហើយនឹងមិនខ្សែបគ្រឿងសង្វឹងទី2តើយើងចាំបាច់រក្សាសិល5ដែរឬទេចាំបាច់សម្រាប់អ្នកយល់កាលណាមនុស្សយល់ពីលំអរបស់សិលហើយអត់សិលដូចដើរស្រាតអញ្ចឹងណាក៏ប៉ុន្តែសម្រាប់អ្នកមិនយល់វាអត់សំខាន់ទេដូចជ្រូកមិនគិតថាសម្លៀកបំពាក់ជារឿងសំខាន់អញ្ចឹងជ្រូកឆ្កែអីដែលមិនឃើញតម្លៃថាត្រូវតែស្លៀកពាក់សម្លៀកបំពាក់យ៉ាងណាយើងឲ្យឆ្កែឲ្យជ្រូកទៅយល់ថាសម្លៀកបំពាក់ជារឿងសំខាន់គឺយើងមិនអាចទៅយល់បានទេប៉ុន្តែបើមនុស្សមានការខ្មាស់អៀនប្រកាសជាត្រូវការសម្លៀកបំពាក់ដូច្នេះសិលគឺជាអភរណៈសីលੰអភរណៈសេដ្ឋੰឃើញទេព្រះពុទ្ធថាសិលគឺជាគ្រឿងអភរណៈគឺជាសម្លៀកបំពាក់ដ៏ប្រសើរបំផុតសម្រាប់សប្បុរសមិនអាចរស់ដោយអត់សិលបានទេកាលណាអត់សិលដូចដើរស្រាតចឹងឧទាហរណ៍ទៅកុហកគេអីហ្នឹងដូចដើរស្រាតចឹងទៅផឹកស្រាលេអាឡូឲ្យលោក feel ថាដូចដើរស្រាតចឹងទៅលបកូនប្រពន្ធគេអីលោក feel ថាដូចដើរស្រាតចឹងទៅសម្លាប់គេលោក feel ថាដូចងាប់ទាំងរស់ចឹងទៅសម្លាប់គេលោកទៅអត់កើតទេហ្នឹងហើយប៉ុន្តែយើងទៅបញ្យល់ខ្លាថាកុំសម្លាប់សត្វវាទៅអត់រួចទេហ្នឹងវាកើតពីការយល់អញ្ចឹងបានធួននឹងប្រោសបានតែអ្នកមានឧបនិស្ស័យហ្នឹងតើយើងរក្សាសិលមានសារៈប្រយោជន៍អ្វីខ្លះសារៈប្រយោជន៍សំខាន់សម្រាប់ខ្លួនឯងគឺការពារខ្លួនឯងកុំឲ្យធ្លាក់ចុះក្នុងអំពើទុច្ចរិតហ្នឹងហើយវាមិនប៉ះពាល់ទៅដល់ប្រយោជន៍អ្នកដទៃទៀតផងប្រយោជន៍ច្រើនណាស់បើនិយាយមួយម៉ាត់មួយផ្លេតឲ្យវាអស់ពីគុណតម្លៃរបស់សិលនោះវាមិនអស់ទេប៉ុន្តែគ្រាន់តែសិលនឹងវានៅតែក្នុងរូបភាពធ្វើឲ្យសិលនឹងមិនរីកចម្រើនធៀបពិតដែលគេធ្វើច្បាប់រាល់ថ្ងៃនេះគឺទាមទារត្រូវការអ្នកមានសិលខ្លាំងឧទាហរណ៍ថាគេបង្កើតកាមេរ៉ាសុវត្ថិភាពការពារហាងការពារកន្លែងធ្វើការដោយសារអីគេខ្លាចមនុស្សអត់សិលគេខ្លាចចោលគេខ្លាចមនុស្សអាក្រក់គេខ្លាចមនុស្សធ្វើចោលមកលួចនេះលួចនោះបានគេខំធ្វើបង្កើតជាកាមេរ៉ាសុវត្ថិភាពអស់រាប់លានដុល្លារទៀតហាងមួយដាក់បង្កប់កាមេរ៉ាអស់រាប់ពាន់ដុល្លារទៀតដោយសារអីដោយសារជាងការមិនមែនខ្លាចទៅចោលពីក្រៅឯខ្លាចបុគ្គលិកនឹងបន្លំលុយបន្លំកាក់ក្នុងហ្នឹងហាងលក់នំលក់អីគេដាក់អញ្ចឹងដាក់ចំកន្លែងគិតលុយគិតអីហ្នឹងគេខ្លាចចោលគេអត់ខ្លាចអ្នកមានសិលទេឃើញទេតែបើមនុស្សនឹងមានសិលមិនបាច់ដាក់កាមេរ៉ាទេប៉ុន្តែគេខ្លាចតែមនុស្សអត់សិលហ្នឹងណាបានគេដាក់កាមេរ៉ាហ្នឹងសួរប្រវត្តិឯងធ្លាប់ធ្វើចោលអត់អ្នកធ្លាប់ជាប់គុកអត់ធ្លាប់អីអត់តាមពិតសួរប្រវត្តិថាបើនិយាយមែនទេថាឯងមានសិលអត់ហ្នឹងហើយប៉ុន្តែសិលហ្នឹងគេមិនបានប្រើនៅក្នុងជីវិតវាប្រើនៅក្នុងកម្មវិធីតែអញ្ចឹងទៅសិលហ្នឹងវាទៅជាដូចសិលតាមពិតទលំទលេកដូចមហាសមុទ្រអញ្ចឹងដល់យកសម្រាប់ចាស់ទៅវត្តទៅសុំសិលដូចយកទឹកមកសមុទ្រទៅច្រកដាក់ក្នុងដបមួយទុកអត់ប្រយោជន៍ឃើញទេតាមពិតសិលហ្នឹងទលំទលេកដូចស្រះដូចបឹងមួយប្របណ្ណានៃគឺជាទីតិចតិជុំរបស់សត្វមច្ឆាជាតិផងឬក៏ពួកទ្វេបាតចតុបាទអីដែលថាអាស្រ័យផឹកតិចទាំងអស់គ្នាអញ្ចឹងប៉ុន្តែដល់ទៅសិលហ្នឹងមិនបានយកមកប្រើនៅក្នុងសង្គមដូចយើងកសាងវត្តយើងថាកសាងវត្តមួយសម្រាប់ចាស់ទៅសុំសិលឃើញទេអាហ្នឹងដូចយកបឹងមួយធំអញ្ចឹងយកទៅច្រកទុកក្នុងដបមួយទុកវត្តទៅអាណាចង់ផឹកសិលហ្នឹងចូលទៅក្នុងដបហ្នឹងទៅគឺវាជាអៀតទេឃើញយើងអៀតទេដូចជារឿងប្តីប្រពន្ធអីលួបសហាយស្មន់អីទៅថតបង្ហោះ Facebook បង្ហាញមុខគ្នារឿងអី
តាមពិតយើងថាយើងខឹងណាមនុស្សណាក្បត់អីចេះយើងខឹងណាអ្នកមានសហាយអីចេះយើងវាយអត់ចំបញ្ហាមកហ្នឹងនិយាយរឿងសិលយើងសើចអូអ្នកកាន់សិលយើងសើចអូនិយាយជាមើលប្រពន្ធផិតដឹងរឿងហ្នឹងហើយតែយើងមិនស្រឡាញ់អ្នកមានសិលប្តីមានស្រីមានអីណេះនោះគឺតាំងខឹងចេះចោះថតប្រហោះអីចេះចោះមិនធៀបពិតដាក់តសិលទី3នឹងប៉ាប់មនុស្សត្រង់កតុយភ្លឹងឃើញទេមានសតិរសន្តោសៈមកដាក់ក្នុងចិត្តជាមនុស្សទទួលខុសត្រូវជាមនុស្សចេះល្មមជាមួយនឹងគ្រួសារល្អច្រើនណាល្អប៉ុន្តែសិលរាល់ថ្ងៃដូចអាលើកឧទាហរណ៍ថាបឹងដ៏ធំមួយដែលតាមពិតគួរតែប្រើនៅក្នុងសង្គមមិនប្រើក្នុងវត្តទេមិនប្រើសម្រាប់ចាស់ទេរហូតដល់ព្រះអង្គឲ្យឈ្មោះថាសិល5ហ្នឹងគឺជាធម៌របស់មនុស្សចឹងសិល5ជាធម៌របស់មនុស្សមិនមែនធម៌របស់ដេរិឆានទេដេរិឆានវាអត់សិលហ្នឹងទេអត់ទេចឹងភាពជាមនុស្សពេញលេញគឺមានសិល5ហ្នឹងតែខ្វះសិលភាពជាមនុស្សហ្នឹងខ្វះខាតដែរចឹងមានសិល1មានភាពជាមនុស្ស 20% បាន2បាន 40% បាន3បាន 60% បាន4បាន 80% បានទាំង5គឺភាពជាមនុស្ស 100% ពេញបរិបូរណ៍ជាមនុស្សហ្មងសិល5ហ្នឹងឃើញទេបុគ្គលមិនសាហាវមិនសម្លាប់ជីវិតឃើញទេ1មិនជាអ្នកមានដៃមានជើងលួចទ្រព្យរបស់គេល្អទេល្អណាមិនជាអ្នករំលោភបំពានលួចប្តីលួចប្រពន្ធគេល្អទេល្អណាមិនជាមនុស្សកុហកបោកប្រាស់ល្អទេល្អមិនជាមនុស្សផឹកស្រាបំផ្លាញស្មារតីទៅអាលេអាឡូនិយាយខុសត្រូវមិនដឹងល្អទេល្អឃើញល្អហ្នឹងហើយល្អអញ្ចឹងគួរតែត្រូវបានអនុវត្តនៅលើពិភពលោកអាហ្នឹងមិនអនុវត្តក្នុងពេលសំសិលនៅវត្តហ្នឹងទេនៅពេលដែលយើងថាចាស់ចាំទៅសំសិលហ្នឹងស្មានថាគឺយកលំអសិលហ្នឹងដែលគួរតែវាជាទឹកបឹងជាទីរីករាយនៃសត្វក្នុងទឹកផងសត្វលើគោកផងចុះទៅដេកចុះទៅផឹកបានតិចទាំងអគ្នាស្រាប់តែគេយកប្រមូលទឹកនោះយកទៅដាក់ដបមួយយកទៅទុកក្នុងវត្តណាចង់កាន់សិលចាំទៅវត្តចាស់ទៅចាំទៅវត្តជាងអៀនទេជាងអៀនណាឲ្យទៅតាមប្រពៃនឹងជុកអៀនណាអត់តលេសោះសួរទៅពីណាស្រឡាញ់ចោលឡើងនឹងហ៎ស្រឡាញ់អ្នកអត់ធ្វើចោលនោះហើយគឺជាអ្នកមានសិលហ្នឹងគឺមាយាទល្អហ្នឹងហ្នឹងចរិតល្អហ្នឹងហើយប្រវត្តិល្អហ្នឹងហើយជាអ្នកមានសិលតែយើងអ្នកមានសិលរាល់ថ្ងៃនៅលើទម្រង់អត់ឲ្យនិយមន័យមែនទេថាសិលគឺជាធាតុល្អនៅក្នុងចិត្តទេត្រូវស្លៀកម៉េចទៅវត្តទៅពៀននេះម៉េចទៅសូត្រម៉េចទៅបត់ជើងម៉េចឃើញទេចឹងបានអ្នកណាទេគាត់ថាជាដូនគាត់ថ្ងៃសិលមិនដែលខានគឺទៅរៀបដាប់តាំងពីយប់នោះស្រៈបណ្ណាលៀកពាក់ម៉េចគាត់ទៅប៉ុន្តែរួចតែពីថ្ងៃសិលនិយាយពីសាហាវគាត់ថាជេរសាហាវអាណាជាពាក់លុយអីទៅសុខោញសពុតជេរអត់ណាបើថ្ងៃសិលក៏អត់ធ្វើណាបានថ្ងៃសិលមួយដែរមិនដឹងគាត់ជ្រះថ្លាងសិលឬក៏ខ្លាចបាបគាត់ថាជេរថ្ងៃហ្នឹងធ្លាក់នរុអីណានៃទៀតចឹងណាអាជេរខុសពីថ្ងៃហ្នឹងអត់អីចឹងណាអត់ទេអាបាបហ្នឹងចេះព្រះអង្គប្រៀបដូចជាលមួកព្រះអង្គប្រៀបដូចជាភ្លើងចឹងចាប់ថ្ងៃណាក៏លាកដែរដល់យល់ចឹងមិនយល់ត្រូវលមួកចឹងដែរមិនមែនលមួកថ្ងៃសិលអត់ស្អុយស៊ីប្រមាណក៏មិនស្អុយដែរខុសពីថ្ងៃសិលស្អុយយល់ចឹងមិនត្រូវអីវាតើកើតតែមិច្ឆាទិដ្ឋិទៀតហ្នឹងទី4គោលបំណងឲ្យអ្នកស្ដាប់ទាំងឡាយកំពុងស្ដាប់បានយល់ពីព្រោះអ្នកខ្លះមកពីគ្មានអ្នកប្រាប់គាត់មិនដឹងមនុស្សដែលច្រើនគឺពិតជាមិនយល់ទានសូមលោកម្ចាស់គ្រូមេត្តាជួយបំភ្លឺទានចាស់ដោយសេចក្តីគោរពអរគុណហ្នឹងហើយនិយាយបានខ្លះចឹងព្រោះមានសំណួរច្រើនណាធាតុពិតមកពីមិនយល់តែយល់ទៅស្រឡាញ់ហើយសិលហ្នឹង
ហើយរហូតដល់ថាបើអត់សិល feel អត់ស្រួលខ្លួនទេដូចគ្នាតែពីមុនយើងធ្លាប់តែដើរស្រាតអញ្ចឹងណាអត់អីទេមួយដើរស្រាតហ្នឹងនៅពីក្មេងយើងដើរស្រាតហ្នឹងអត់អីទេប៉ុន្តែពេលយើងចេះខ្មាស់គេចេះស្លៀកដំបងផូចចេញផងនៅពីក្មេងមែនទេប៉ុន្តែបើស្លៀកយូរទៅវាទៅជាទម្លាប់ឃើញស្លៀកទៅស្អាតមានទៅថប់មានទៅពិបាកស្អីរហូតដល់យើងអត់ស្លៀកអត់កើតអញ្ចឹងអ្នកដែលយល់ពីគុណតម្លៃមែនទែនរបស់សិលគឺ feel ថាអត់សិលអត់កើតហ្នឹងដូចឲ្យទៅស្លាប់អីធ្វើមិនកើតទេទៅស្លាប់ទៅរួចឲ្យទៅលួចគេអូទៅរួចសុកចិត្តរស់ស៊ីដាច់ដៃចោលអត់លួចគេទេឃើញទេក៏ទៅអញ្ចឹងកុហកបោកប្រាស់អីគេអញ្ចឹងអើយតែកុហកទៅគេបានទទួលនូវភាពមិនពិតគេខូចចិត្តដោយសារតែយើងកុហកខ្ញុំធ្វើមិនកើតទេឃើញទេប៉ុន្តែមនុស្សញៀននឹងអាហ្នឹងវិញមានទៅពិបាកអីកុហកនឹងស្រួលសឹងឯង